ស្ដីអ្នកទាំងអស់គ្នាហើយនេះគឺជាវីដេអូទី2ហើយខ្ញុំបានបង្ហាញពីសំណួរប្រព័ន្ធវិទ្យាតាមរយៈអញ្ចឹងក្នុងវីដេអូទី2ហ្នឹងខ្ញុំចង់បង្ហាញពីសំណួរនៅក្នុងមេរបបសង្គមរាស្ត្រនិយមអញ្ចឹងក្នុងមេហ្នឹងខ្ញុំសំណួរដែលខ្ញុំយកមកទាំងអស់មាន10សំណួរអ្នកទាំងអស់គ្នាអញ្ចឹងយើងចូលសំណួរទាំងអស់គ្នាអញ្ចឹងសំណួរទី1ចូលពណ៌នាពីការលេចឡើងនៃរបបសង្គមរាស្ត្រនិយមទី2តើកត្តាអ្វីខ្លះបណ្ដាលឲ្យអង្គការសង្គមរាស្ត្រនិយមទទួលបានប្រជាប្រិយភាពអញ្ចឹងអ្នកនរគ្នាមិនចង់បញ្ជាក់កន្លែងហ្នឹងបន្តិចសំណួរសំណួរតាមលំដាប់ទាំងអស់ហ្នឹងសិតតាចាប់ផ្ដើមពីការកកើតពីការលេចឡើងរហូតដល់ការដួលរលំក៏ដូចជាសមិទ្ធផលអញ្ចឹងបានថាវាប្រតិបត្តិតាមសាច់រឿងនីមួយៗហើយក្នុងសំណួរទាំងអស់ហ្នឹងមានសំណួរខ្លះដែលចង់ឲ្យថាសំណួរតែមួយប៉ុន្តែគេសួរបានច្រើនបែបច្រើនយ៉ាងបានថាគេប្ដូររបៀបសួរប៉ុន្តែចម្លើយដូចតែគ្នាពេលខ្លះវាចលិះគ្នាបន្តិចៗឬក៏យើងយកមកថែមគ្នាមកអញ្ចឹងអ្នកទាំងអស់គ្នាបានអានកាន់តែច្រើនបានដឹងកាន់តែច្រើនគំនិតមួយការយល់ដឹងយើងមានគំនិតសរសេររហូតនៅក្នុងពេលប្រឡងអញ្ចឹងយើងតសំណួរទៅអញ្ចឹងទី3គេសួរសមាជជាតិជាអ្វីរៀបចំដំបូងនៅថ្ងៃខែឆ្នាំណាសម្រាប់បានអ្វីខ្លះមានសារៈសំខាន់ដូចផ្ដេចទី4ចូលវិភាគមូលហេតុដែលរបបសង្គមរាស្ត្រនិយមឆ្នាំ1953ដល់1970ប្រកាន់នៅគោលនយោបាយអព្យាក្រឹតហើយទី5គឺចូលពណ៌នាពីនយោបាយអព្យាក្រឹតក្នុងរបបសង្គមរាស្ត្រនិយមឆ្នាំដដែលហើយទី6គឺចូលពណ៌នាពីសម័យសង្គមរាស្ត្រនិយមឆ្នាំដដែលគ្នាចឹងទី7ចូលពណ៌នាពីសមិទ្ធផលសង្គមរាស្ត្រនិយមហ្នឹងកន្លែងសមិទ្ធផលដល់ចុងក្រោយមកនេះពីនេះពីការដួលរលំតែកន្លែងខ្ញុំវាយលេខខចឹងចូលរៀបរាប់ពីការដួលរលំនៃនយោបាយអព្យាក្រឹតចូលរៀបរាប់ពីការដួលរលំនៃរបបសង្គមរាស្ត្រនិយមអ្នកទាំងអស់គ្នាខ្ញុំចង់បញ្ជាក់កន្លែងនេះហើយអាពីសំណួរទី8ទី9នេះការដួលរលំនយោបាយអព្យាក្រឹតមួយដួលរលំសង្គមរាស្ត្រនិយមមានចម្លើយតែមួយដោយសារអីដោយសារនៅក្នុងសង្គមរាស្ត្រនិយមនេះគេប្រកាន់យកនយោបាយអព្យាក្រឹតហ្នឹងជាធំអញ្ចឹងពីរហ្នឹងគឺដើរទន្ទឹមគ្នាផ្លើផ្លូវទៅមួយអញ្ចឹងតែមានការដួលរលំពីរហ្នឹងក៏ដួលរលំទាំងពីរដែរអញ្ចឹងចុងក្រោយគេនេះសំណួរខ្ញុំបន្ថែមហេតុអ្វីបានជាគេនិយាយថាប្រទេសកម្ពុជានាសម័យសង្គមរាស្ត្រនិយមជាកោះសន្តិភាពអញ្ចឹង10សំណួរនេះចម្លើយអ្នកនរគ្នាសូមតបទី1ចូលពណ៌នាពីការលេចឡើងនៃរបបសង្គមរាស្ត្រនិយមអញ្ចឹងចម្លើយទាំងអស់ហ្នឹងខ្ញុំដកពីកំណែរបស់លោកគ្រូអ្នកគ្រូហ្នឹងប៉ុន្តែបើអ្នកទាំងអស់គ្នាមានចម្លើយណាផ្សេងទៀតអាចយកតាមនឹងបានអ្នកទាំងអស់គ្នានេះខ្ញុំឲ្យជាឧទាហរណ៍អញ្ចឹងការបង្កើតរបបសង្គមរាស្ត្រនិយមលេចឡើងដោយសារនេះខ្ញុំចូលរៀបរាប់មករដ្ឋធម្មនុញ្ញឆ្នាំ1947បានបញ្ញត្តិពីអំណាចព្រះមហាក្សត្រដោយព្រះមហាក្សត្រសោយរាជ្យជីវិតតែមិនកាន់អំណាចទាំងអស់គ្នាកន្លែងហ្នឹងជាកត្តាមួយដ៏ធំដែរអ្នកនរគ្នាគឺបានថាព្រះមហាក្សត្រគាត់សោយរាជ្យតែគាត់មិនកាន់អំណាចអញ្ចឹងបានទៅមុខតិចទៀតព្រះបាទនរោត្តមសីហនុគាត់បរិរាជគាត់ទៅបង្កើតអង្គការសង្គមនិយមឡើងអញ្ចឹងយ៉ាងតប្រវត្តិទស្សនៈនយោបាយរបស់ព្រះមហាក្សត្រត្រូវដាក់ឲ្យសភាអនុម័តទើបយកទៅអនុវត្តអញ្ចឹងបានណាមុននឹងព្រះមហាក្សត្រចង់ធ្វើអីក៏សភាគាត់យល់ព្រមសិនទើបធ្វើទៅបានប៉ុន្តែសភាពីជំនាន់ហ្នឹងគាត់អត់ព្រមមួយព្រះមហាក្សត្រទេគាត់ជំទាស់អញ្ចឹងសភាតែងតែជំទាស់រាល់គំនិតទស្សនៈនយោបាយរបស់ព្រះមហាក្សត្រអញ្ចឹងគឺទៅបានដឹងឃើញអ្នកនរគ្នាព្រះមហាក្សត្រនិងសភាគឺអត់ត្រូវគ្នាទេហើយព្រះរាជាពុំចង់ឃើញការខ្វែងគំនិតគ្នានិងការបែកបាក់សាមញ្ញ
ដែលដូចគ្នាក្នុងរង្វង់ញឹកញាប់ចឹងអ្នកទាំងអស់គ្នាពេលហ្នឹងគឺត្រឹមតែទទួលបានឯករាជ្យពីបារាំងមកអញ្ចឹងប្រទេសជាតិយើងគឺបែកគ្នាអត់ទាន់មានការឯកភាពជាធ្លុងមួយទេហើយព្រះរាជាចង់ឲ្យប្រជាជនអ្នកនយោបាយគ្រប់និន្នាការស្ថិតក្រោមមលុបរាជបល្ល័ង្កតែមួយបានន័យថាចង់ឲ្យមានឯកភាពគ្នាក្រោមរាជបល្ល័ង្កតែមួយឃើញទេចឹងហើយទើបព្រះរាជាព្រះអង្គចឹងព្រះអង្គនេះគឺព្រះបាទនរោត្តមសីហនុយើងគាត់ដាក់រាជ្យនៅថ្ងៃទី3មិថុនា1955ហើយបង្កើតអង្គការសង្គមរាស្ត្រនិយមនៅថ្ងៃទី23មិថុនា1955បានន័យថា20ថ្ងៃក្រោយការដាក់រាជ្យគាត់បង្កើតអង្គការសង្គមរាស្ត្រនិយមហើយពេលហ្នឹងគឺជាចូលរួមការបោះឆ្នោតការហ្នឹងបើសំណួរកន្លែងហ្នឹងគឺ11កញ្ញា1955ហ្នឹងគឺជាការបោះឆ្នោតលើកទី1នៃព្រះរាជាណាចក្រកម្ពុជាយើងទាំងអស់គ្នាគឺ11អូ sorry គឺ11កញ្ញា1955ហើយសម្លេងដែលទទួលបានគឺ83.87%ឈ្នះលើសគេហ្មងដាច់ហ្មងហើយអង្គការសង្គមហើយរបបសង្គមនិយមក៏បានកើតចាប់ពីពេលហ្នឹងមកអញ្ចឹងអ្នកនរគ្នាចង់ចម្លើយទី1គឺមានប៉ុណ្ណឹងឥឡូវចូលឆ្លើយទី2អញ្ចឹងគេសួរថាតើអ្វីខ្លះបណ្ដាលឲ្យការសង្គមរាស្ត្រនិយមទទួលបានប្រជាប្រិយភាពអញ្ចឹងដូចដែលបានដឹងមិញគឺអឺក្រោមការបោះឆ្នោតហ្នឹងគឺសម្លេងអ្នកឈ្នះគឺ83.87%82បានន័យថាដាច់ច្រើនមកអ្នកទាំងអស់គ្នាដាច់ចឹងបានថាបកផ្សេងទៀតបានតែ16%ជាងអ្នកទាំងអស់គ្នាចឹងបានថាទទួលបានប្រជាប្រិយភាពខ្លាំងចឹងកត្តាទាំងអស់មាន4ធំអ្នកទាំងអស់គ្នាចឹងកត្តាទី1គឺសម្ដេចនរោត្តមសីហនុផ្ទាល់គាត់គឺជាស្ថាបនិកហើយក៏ជាប្រធានមានប្រជាប្រិយភាពខ្លាំងព្រោះអីព្រោះប្រជារាស្ត្រទទួលស្គាល់ថាព្រះអង្គជាបិតានៃឯករាជ្យជាតិនិងសន្តិភាពភាសាបើយើងមើលទៅលើសំណួរតស៊ូជាមួយបារាំងតស៊ូឯករាជ្យជាតិជាមួយបារាំងព្រះអង្គគាត់មានសកម្មភាពច្រើនជាងគេទាំងការទូតហើយមួយនយោបាយក្នុងប្រទេសអញ្ចឹងទៅគេប្រជារាស្ត្រទទួលស្គាល់អញ្ចឹងទី2គឺភាពរឹងមាំនៃរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់អង្គការសង្គមរាស្ត្រនិយមហ្នឹងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមឬថ្នាក់មូលដ្ឋានហ្នឹងអញ្ចឹងទី3ក្រៅពីសម្ដេចនរោត្តមសីហនុមានអ្នកដឹកនាំអិសរាជជននយោបាយសំខាន់ច្រើនទៀតដែលមានថាមានគេគ្រប់គ្រងមានអ្នកស្គាល់អញ្ចឹងធ្វើឲ្យប្រជារាស្ត្រគាត់ជឿទុកចិត្តបានអញ្ចឹងអ្នកនយោបាយសំខាន់ជាច្រើនដែលចូលរួមក្នុងសង្គមរាស្ត្រនិយមមានដូចជាលោកត្រឹមវ៉ាលោកស៊ិនសានព្រះអង្គម្ចាស់នរិន្ទដេកលោកយ៉ែមសម្បូរជាដើមអញ្ចឹងចុងក្រោយគឺគណៈបក្សសង្គមរាស្ត្រនិយមមានហិរញ្ញវត្ថុរឹងមាំតែបានមកពីការបរិច្ចាគរបស់សមាជិកនិងអ្នកមានទ្រព្យសម្បត្តិភាគច្រើននៅក្នុងស្រុកនៅឯតបនេះអញ្ចឹង4ហ្នឹងសំខាន់ដែលធ្វើឲ្យអង្គការសង្គមរាស្ត្រនិយមជោគជ័យឬក៏មានប្រជាប្រិយភាពពេលខ្លះគេអាចដូរសំណួរហ្នឹងគេសួរថាបានអង្គការសង្គមរាស្ត្រនិយមជោគជ័យកើតឡើងបានឬក៏មានប្រជាប្រិយភាពនឹងទៅបានឡើងចឹងគេមានរបៀបផ្សួរច្រើនហើយយើងក៏បត់បែនទៅតាមនឹងដែរទាំងអស់គ្នាចឹងទី3នេះគេសួរសមាជជាតិជាអ្វីជាចំដំបូងនៃខែឆ្នាំណាសម្រាប់បានអ្វីខ្លះមានសារៈសំខាន់ដូចម្តេចតែទាំងអស់គ្នាសមាជជាតិនេះនៅក្នុងសម័យសង្គមរាស្ត្រនិយមនេះគឺសំខាន់ផ្នែកមួយសំខាន់ដែរបន្ទាប់ពីនយោបាយប្រជាក្រិតចឹងសមាជិកគឺជាវេទិកានៃលទ្ធិប្រជាធិបតេយ្យដែលប្រជាពលរដ្ឋគ្រប់ស្ថាប័នគ្រប់និន្នាការនយោបាយជួបជាមួយនឹងរដ្ឋាភិបាលដើម្បីពិភាក្សាពីប្រយោជន៍រួមរបស់ជាតិអូខេចឹងសមាជិកប្រឡប់ឡើងក្នុងមួយឆ្នាំ2ដងដោយមានសម្ដេចនរោត្តមសីហនុជាព្រះប្រធាន
សមាជជាតិត្រូវបានសង្គមរាស្ត្រនិយមរៀបចំឡើងជាលើកដំបូងនៅថ្ងៃទី13 មិថុនា1955លើកដំបូងក្រោយមកសមាជជាតិបានក្លាយជាស្ថាប័នរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញសមាជជាតិសម្រេចបានសមិទ្ធផលជាច្រើនដូចជាការប្រឆាំងនឹងអំពើពុករលួយការកំណត់ភាសាខ្មែរជាភាសាផ្លូវការសហភាពតំណាងរាស្ត្រមានសិទ្ធិចូលរួមក្នុងការកែលម្អសកម្មភាពរដ្ឋបាលនិងទាមទារឲ្យដាក់ទណ្ឌកម្មចំពោះមន្ត្រីអសកម្មហើយបានផ្ដល់សិទ្ធិឲ្យស្ត្រីក្នុងការបោះឆ្នោតហើយឈរឈ្មោះបោះឆ្នោតទៀតអញ្ចឹងនៅថ្ងៃទី6មករាហ្នឹងគេបានផ្ដល់សិទ្ធិឲ្យស្ត្រីក្នុងការឈរឈ្មោះបោះឆ្នោតនិងបោះឆ្នោត6មករា1958អាហ្នឹង4ចំណុចនេះគឺជាសមិទ្ធផលដែលសមាជជាតិបានសម្រេចបានអញ្ចឹងមានសំណួរមួយទៀតគឺសួរពីសារៈសំខាន់អញ្ចឹងសារៈសំខាន់របស់សមាជជាតិមានដូចជាស្វែងយល់ពីការលំបាកនិងតម្រូវការរបស់ប្រជារាស្ត្រដើម្បីដោះស្រាយសុខចិត្តនឹងនិងតម្រូវការរបស់ប្រជារាស្ត្រដើម្បីធ្វើការដោះស្រាយដឹងពីមន្ត្រីពុករលួយបកពួកនិយមតាមរយៈបណ្ដឹងរបស់ប្រជារាស្ត្រស្វែងយល់ពីមន្ត្រីចង់ស្បត់ស្មោះត្រង់និងអប់រំតែប្រែវេទិកាដំណាភាពអាចបើកចំហបញ្ហារួមដើម្បីដោះស្រាយទាំងអស់គ្នាអាចអភិវឌ្ឍជាតិឲ្យឆាប់រីកចម្រើនរំលាងរាស្ត្រមន្ត្រីរាស្ត្រយល់ចិត្តទុកចិត្តរួមសាមគ្គីកសាងជាតិចង់សារៈសំខាន់របស់សមាជជាតិមាន5ត្រីនោះអ្នកនរគ្នាចង់សំណួរយើងចាប់សំណួរទី1ចូលចាំចឹងចាប់សំណួរទី3ចូលសំណួរទី2ចាំគេឲ្យចូលវិភាគមូលហេតុដែលរបបសង្គមនិយមប្រកាន់នៅនយោបាយអព្យាក្រឹតចឹងអ្នកនរគ្នានេះសំណួរចេញឆ្នាំមុនចឹងមូលហេតុដែលសង្គមរាស្ត្រនិយម1953និង1970ប្រកាន់នៅគោលនយោបាយអព្យាក្រឹតនៅកម្ពុជាចឹងទី1គឺដោយសារនយោបាយអព្យាក្រឹតគឺជាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសនានាលើពិភពលោកដោយនៅកណ្ដាលនៃប្រកាន់មនោគមវិជ្ជាសេរីមនោគមវិជ្ជាកុម្មុយនីសទី2នយោបាយអព្យាក្រឹតត្រូវបានកំណត់នៅក្នុងសេចក្តីសម្រេចនៃសន្និសីទក្រុងហ្សឺណែវឆ្នាំ1954ទី3ការទាមទាររបស់ចិននិងសូវៀតដើម្បីបញ្ជាមិនឲ្យសហរដ្ឋអាមេរិកតាំងមូលដ្ឋានទ័ពនៅកម្ពុជាទី4កម្ពុជាចង់រួមរស់ដោយសន្តិភាពសហវិជ្ជមានជាមួយបណ្ដាប្រទេសនានាលើពិភពលោកជាពិសេសគឺប្រទេសជិតខាងចុងក្រោយគេគឺមានការណែនាំពីប្រទេសជាមិត្តតាមរយៈដំណើរទស្សនកិច្ចនៅឥណ្ឌា18មីនា1955និងការចូលរួមសន្និសីទប្រទេសអាស៊ីអាហ្វ្រិកនៅទីក្រុងបានដុងឥណ្ឌូនេស៊ីនៅថ្ងៃទី18ដល់24មេសាឆ្នាំ1955ចឹងអ្នកនរគ្នាមានមតិផ្សេងៗទៀតបានន័យថាមានចម្លើយផ្សេងៗទៀតដែលអាចត្រូវអ្នកទាំងអស់គ្នាដាក់បញ្ចូលបាននេះខ្ញុំដូចជាមានកម្លាំងហ្មងហើយទី5គឺចូលបននេះពីគោលនយោបាយអព្យាក្រឹតនៅក្នុងរបបសង្គមនៃនយោបាយអ្នកទាំងអស់គ្នាគោលនយោបាយអព្យាក្រឹតនេះខ្លឹមមេរៀនមកចេញចង់រាល់ឆ្នាំចឹងព័ន្ធនិយាយពីនយោបាយអព្យាក្រឹតក្នុងរបបសង្គមរាស្ត្រនិយមចឹងការណាយើងបកស្រាយពីគោលនយោបាយអព្យាក្រឹតយើងចាប់ផ្ដើមចេញដំបូងពីមូលហេតុអីបានយើងប្រកាន់យកចឹងសំណួរមិញក៏គេនិយាយពីមូលហេតុប៉ុន្តែដោយសារនេះសំណួរកោយើងគេអត់ពណ៌នេះអញ្ចឹងអាមូលហេតុនេះយើងវាអត់បាន detail ដោយអាសំណួរមួយមុនណាបើយើងនៅទៅត្រូវនិយាយចឹងមូលហេតុដែលបណ្ដាលឲ្យកម្ពុជាអនុវត្តនយោបាយអព្យាក្រឹតទី1អនុវត្តតាមសេចក្តីសម្រេចរបស់សន្និសីទក្រុងហ្សឺណែវ1954ស្នើសុំឲ្យសូវៀតនិងចិនឲ្យប្រទេសកម្ពុជាទី2វិញប្រទេសកម្ពុជាយើងចង់រស់នៅដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសនានាលើពិភពលោកពិសេសប្រទេសជិតខាងទៅដល់អ្នកទាំងនេះ
វាអត់បាន detail ដល់មុនតែយើងត្រូវនិយាយតែយើងក៏អាចមានសិទ្ធិដាក់ផ្សេងៗទៀតមកបានដែរគេដាក់កន្លែងហ្នឹងណាអញ្ចឹងតមកយើងនិយាយពីមូលហេតុថៃម៉ានីប្រកាន់យកអាហ្នឹងហើយទី2ហ្នឹងដើម្បីបរំនយោបាយអាជីវកម្មហ្នឹងតើគេធ្វើដូចម៉េចអញ្ចឹងដើម្បីបរំនយោបាយអាជីវកម្មហ្នឹងក្នុងរបបសង្គមរាស្ត្រនិយមហ្នឹងបានធ្វើអីខ្លះ ចឹងនៅថ្ងៃទីទី1ហ្នឹងគឺនៅថ្ងៃទី18មីនា1955ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌានៅសម្ដេចនរោត្តមសីហនុបានចុះហត្ថលេខាជាមួយលោកនេរុលើសេចក្តីប្រកាសរួមមួយគឺការរួមរស់ជាមួយគ្នាដោយសុខសន្តិភាពទី2 18ដល់24មេសា1955ក្នុងសន្និសីទកម្ពុជានៃប្រជាជាតិអាស៊ីអាហ្វ្រិកនាទីក្រុងបានដុងនៅឥណ្ឌូនេស៊ីមិញនោះ ព្រះអង្គបានប្រកាសពីគោលនយោបាយអព្យាក្រឹតនិងរួមរស់ជាមួយគ្នាដោយសុខសន្តិភាពថ្ងៃទី3នៅថ្ងៃទី14ធ្នូ1955ក្នុងពេលដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិកម្ពុជាបានប្រកាសពីមាគ៌ានយោបាយអព្យាក្រឹតហើយទៅទី4 1956នាទីក្រុងព្រីយូនីព្រះអង្គបានចុះហត្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូលបក្សសម្ព័ន្ធ ហើយយើងមានមតិត្រឹមត្រូវផ្សេងៗទៀតចឹងនិយាយពីយើងដល់ពេលយើងនិយាយពីដំណើរការនៃការពង្រឹងនយោបាយអព្យាក្រឹតហើយយើងចូលពីដល់លទ្ធផលនៃនយោបាយអព្យាក្រឹតចឹងនៅកន្លែងលទ្ធផលហ្នឹងចែកចេញជាពីរទៀតគឺដំណាក់កាលដំបូងហើយដំណាក់កាលសង្គ្រាមជាតិចឹងនៅដំណាក់កាលដំបូងកម្ពុជាសុខសាយល្បីសុខសាយក្នុងតំបន់បកប្រឆាំងពុំហ៊ានជំទាស់និងសរសើរពីនយោបាយនេះកម្ពុជាបានសុខសន្តិភាពអស់រយៈពេល15ឆ្នាំស្របពេលដែលប្រទេសជិតខាងជួបនឹងសង្គ្រាមមានប្រទេសផ្សេងទៀតហើយនៅដំណាក់កាលសង្គ្រាមត្រជាក់នយោបាយអព្យាក្រឹតកាន់តែចុះខ្សោយទន់ខ្សោយទៅដោយសារមហាអំណាចមនោគមវិជ្ជាទាំងពីរគឺសេរីនិងកុម្មុយនីសបន្ទុកកម្ពុជាក្នុងបន្ទុកឲ្យកម្ពុជាក្នុងមាគ៌ាសន្តិភាព និងបំពេញលើនយោបាយអព្យាក្រឹតជំនួយពីសហរដ្ឋអាមេរិកមានទំនោរឬក៏មានចរិតចិញ្ចឹមពួកស្ដាមនិយមអ្នកនរគ្នាពួកស្ដាមនិយមនេះពួកដូចជាតាមខ្ញុំចាំអ្នកប្រឆាំងនឹងប្រជាជាតិតែមិនប្រឆាំងនឹងប្រជាជាតិប្រឆាំងនឹងប្រជានិយមប្រទេសថៃឧបត្ថម្ភគ្រប់ឬក៏ហៅថាពួកសេរីអ្នកនរគ្នាប្រទេសថៃឧបត្ថម្ភគ្រប់គ្រងដល់ចលនាខ្មែរសេរីឲ្យវាយ សង្គមរាស្ត្រនិយមវៀតណាមខាងត្បូងឈ្លានពានព្រំដែនកម្ពុជាវៀតណាមខាងជើងប្រើប្រាស់ផ្លូវទឹកហូជីមីនឆ្លងកាត់ទឹកដីខ្មែរបោះមូលដ្ឋានទ័ពលើទឹកដីកម្ពុជាសង្គមរាស្ត្រនិយមអនុវត្តនយោបាយអព្យាក្រឹតមិនចំពីដែរនិងលំអៀងទៅរកកុម្មុយនីសអ្នកទាំងអស់អ្នកកន្លែងនោះអៀងទៅរកកុម្មុយនីសហ្នឹងគឺដោយសារពេលហ្នឹងកម្ពុជាយើងគឺទទួលជំនួយពីចិន ចឹងកាលណាយើងទទួលជំនួយចិនអញ្ចឹងយើងស្មើនឹងយើងលំអៀងទៅខាងកុម្មុយនីសហើយចឹងចូលសំណួរទី6យើងចោទការពណ៌នាពីនយោបាយហើយយើងចូលពណ៌នាពីសង្គមរាស្ត្រនិយមវិញម្ដងចឹងនៅក្នុងរបបសង្គមរាស្ត្រនិយមយើងត្រូវនិយាយពីបង្កើតទៀតទៅការបង្កើតរបបសង្គមរាស្ត្រនិយមរដ្ឋធម្មនុញ្ញឆ្នាំ1947បានបញ្ញត្តិពីអំណាចព្រះមហាក្សត្រអញ្ចឹងអាកន្លែងហ្នឹងយើងបាយឡុំនេះយើងនិយាយពីខាងលើហើយខ្ញុំអានវិញនៅសំណួរមុនព្រះអង្គសោយរាជ្យមួយជីវិតតែមិនកាន់អំណាចរដ្ឋទស្សនៈនយោបាយរបស់ព្រះមហាក្សត្រត្រូវតែឲ្យសភាអនុម័តទើបយកទៅអនុវត្តសភាតែងតែជំទាស់រាល់គំនិតទស្សនៈនយោបាយរបស់ព្រះមហាក្សត្រព្រះរាជាពុំចង់ឃើញការស្វែងគំនិតគ្នានិងការបែកបាក់គ្នាក្នុងមូលរង្វង់អ្នកដឹកនាំព្រះរាជាចង់ឲ្យប្រជាជនអ្នកនយោបាយគ្រប់និន្នាការនយោបាយស្ថិតក្រោមម្លប់រាជបល្ល័ង្កតែមួយដូច្នេះហើយបានជាព្រះអង្គដាក់រាជ្យនៅថ្ងៃទី3មីនា1955ហើយបង្កើតអង្គការសង្គមរាស្ត្រនិយមនៅថ្ងៃទី23មីនា1955ដូចគ្នាហើយចូលរួមបោះឆ្នោតនៅថ្ងៃទី11កញ្ញា1955ដដែល55ទទួលបានជោគជ័យ 83.87% ហើយសង្គមរាស្ត្រនិយមក៏បានចាក់ឡើងអ្នកទាំងអស់គ្នាតមកចូលដល់សមាជជាតិ
ពីអ្វីអាសំខាន់បន្ទាប់ពីនយោបាយជាក្រឹតចឹងសមាជិកជាវេទិកានៃលទ្ធិប្រជាធិបតេយ្យដែលតម្រូវឲ្យប្រជាជនចូលរួមបញ្ចេញមតិយោបល់ជាមួយថ្នាក់ដឹកនាំជាតិដើម្បីប្រយោជន៍រួមរបស់ជាតិសមាជិកត្រូវប្រឡប់ឡើង2ដងក្នុងមួយឆ្នាំអ្នកនរគ្នាក្នុងកន្លែងនេះយើងសរសេរទៀតក៏បានដែរសម្រាប់បានអ្វីខ្លះអឺមានសារៈសំខាន់អីខ្លះធ្វើឡើងនៅថ្ងៃខែឆ្នាំណាសិតតែនិយាយបានអស់តែអានេះដោយសារខ្ញុំគិតថាដោយសារគេសំណួរគោលយើងគឺពណ៌នាពីសម័យសង្គមរាស្ត្រនិយមអញ្ចឹងគេអត់បាន detail ពេកទៅលើសមាជិកហ្នឹងឯងប៉ុន្តែយើងមានសិទ្ធិដាក់បានអញ្ចឹងដល់អស់ពីសមាជិកគឺនយោបាយជាក្រឹតតែតួឯកនយោបាយជាក្រឹតគោរពស្មារតីនិស្សិតសន្និសីទក្រុងហ្សឺណែវឆ្នាំ1955ដើម្បីរក្សាសន្តិភាពនៅកម្ពុជាដើម្បីរួមរស់ឲ្យសន្តិសហវិជ្ជមានមានសុខសន្តិភាពរយៈពេល15ឆ្នាំទប់ទល់នឹងឥទ្ធិពលនៃសង្គ្រាមត្រជាក់ឥទ្ធិពលនៃសង្គ្រាមត្រជាក់ធ្វើឲ្យនយោបាយជាក្រឹតដូររដូវអញ្ចឹងអស់ពីនយោបាយជាក្រឹតបិទគូដល់លទ្ធផលសមុទ្រផលសេដ្ឋកិច្ចរីកចម្រើនផ្នែកកសិកម្មនិងនេសាទគមនាគមន៍ផ្លូវទឹកគោកនិងអាកាសសិទ្ធិរីកចម្រើនអានេះគួរតែយើងគួរតែសរសេរថែមបន្តិចទាំងអស់នេះកុំវាឆ្កយពេកពាណិជ្ជកម្មឧស្សាហកម្មការរីកចម្រើនផ្នែកអាហារនេះអារម្មណ៍ជាតិអ្នកទាំងអស់គ្នាបងដឹងទេអាហារនេះអារម្មណ៍ហ្នឹងការនាំចេញនាំចូលវិស័យធនាគារគួរនេះវិស័យធនាគារប្រាក់រៀលត្រូវបានចរាចរទូទាំងប្រទេសប្រាក់រៀលចំនួនហ្នឹងគឺដើរខ្លាំងមែនតើវប្បធម៌រីកចម្រើនផ្នែកសិក្សាធិការកីឡានិងសិល្បៈហើយអាខាងនេះគេមកយ៉ាងជិតទៅសង្គមផ្ដោតលើបញ្ហាពីសុខាភិបាលនិងការអនុវត្តច្បាប់នេះអ្នកទាំងគ្នាចុងក្រោយនេះសង្គមមកកិច្ចផ្ដោតលើបញ្ហាពីរគឺសុខាភិបាលនិងការអនុវត្តច្បាប់ដល់ថ្ងៃខ្ញុំបញ្ញាបន្តិចតែថ្ងៃខ្ញុំជិតដល់ម៉ោងចឹងសំណួរទី7ចូលពណ៌នាពីសមិទ្ធផលសង្គមរាស្ត្រនិយមនេះយើងចូលដល់សមិទ្ធផលសង្គមទាំងមូលឬរបបទាំងមូលជាងចាប់ផ្ដើមពីវិស័យនយោបាយទាំងអស់គ្នាខ្ញុំចង់ឲ្យនិយាយឲ្យនេះគឺអ្នកទាំងអស់គ្នាពេលប្រឡងគួរសរសេរបែងចែកវាជាផ្នែកចឹងបានណាវិស័យនយោបាយវិស័យកសិកម្មវិស័យគណនេយ្យគមន៍វិស័យពាណិជ្ជកម្មឧស្សាហកម្មវិស័យវប្បធម៌បើយើងសរសេរចូលទាំងអស់អ្នកទាំងអស់គ្នាបើខ្ញុំអញនិយាយបទពិសោធន៍ខ្ញុំបានបន្ទុកអ្នកកែគេយើងបាក់កែដល់ចឹងទៅបន្ទុកបើយើងគិតទៅបើយើងធ្វើបានគួរតែសរសេរជាផ្នែកចឹងអ្នកកែគាត់ស្រួលកែហើយស្រួលឲ្យបន្ទុកយើងតែបើយើងសេអត់មានជាផ្នែកទេបានសរសេរចម្រុះចូលយកហ្មងតាមដែលនឹកឃើញបានបន្ទុកដូចគ្នាគាត់ថាបន្ទុកបើឲ្យខ្ញុំគិតទៅវាអត់ពេញលេញដូចអ្នកសេជាផ្នែកចឹងប៉ុន្តែបន្ទុកនៅតែបានដូចគ្នាតែបើយើងមានសមត្ថភាពគាត់ថាយើងច្បាស់មួយសំណួរហ្នឹងឯងអូខេយើង go មួយផ្នែកជាការសរសេរជាផ្នែកទៅអញ្ចឹងខ្ញុំចាប់ផ្ដើមពីវិស័យនយោបាយអនុវត្តនយោបាយប្រជាក្រិតដើម្បីធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានសន្តិភាពរយៈពេល15ឆ្នាំស្របពេលប្រទេសជិតខាងកំពុងជួបប្រទះនឹងសង្គ្រាមកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី14ឆ្នាំ1955ឈ្នះក្នុងរឿងរាយភាសាព្រះវិហារនេះអ្នកទាំងអស់គ្នា15មិថុនា1962វិស័យកសិកម្មរដ្ឋាភិបាលយកចិត្តទុកដាក់លើវិស័យកសិកម្មដោយពង្រីកផ្ទៃដីកសិកម្មជ្រើសរើសពូជរៀបចំប្រព័ន្ធទឹកឬខ្ញុំភ្លេចពាក្យមួយទៀតទិន្នផលរីកចម្រើនជាលំដាប់រួមមានផលិតផលស្រូវកំបាសចិញ្ចឹមសត្វនេសាទនិងព្រៃឈើវិស័យគមនាគមន៍ពង្រីកកំពង់ផែភ្នំពេញហើយនិងព្រះសីហនុកសាងផ្លូវជាតិលេខ4ពីភ្នំពេញទៅព្រះសីហនុប្រវែង226គីឡូម៉ែត្រពង្រីកអាកាសយានដ្ឋានជាតិពោធិ៍ចិនតុងពង្រីកអាកាសយានដ្ឋានជាតិពោធិ៍ចិនតុង
កសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបកសាងសហស្ពានជ្រោយចង្វារនិងធ្វើរថភ្លើងផ្សាយទី2ពីភ្នំពេញទៅព្រះសីហនុដូចគ្នា270គីឡូម៉ែត្រអូខេសំតបលើប៉ះទីគេអត់ណែនេះចុងក្រោយតពីកន្លែងវិស័យគមនាគមន៍នឹងមកគឺបានភ្ជាប់ខ្សែទូរស័ព្ទជាមួយនឹងក្រុងតូក្យូ San Francisco និង Osaka ចឹងវិស័យពាណិជ្ជកម្មនិងឧស្សាហកម្មក្រុមហ៊ុនពាណិជ្ជកម្មធំៗរបស់បារាំងនិងសហរដ្ឋអាមេរិកបានដាក់ទុនបាទវិនិយោគទុននៅកម្ពុជាដូចជាក្រុមហ៊ុន New Hankook Caltech Samsung ក្រៅពីនេះមានក្រុមហ៊ុនអង់គ្លេសនិងជប៉ុនដែលបម្រើលើឥណទានសម្រាប់ពាណិជ្ជកម្មការប្រើប្រាស់ឥណទានសម្រាប់ពាណិជ្ជកម្មក្រៅប្រទេសកម្ពុជាបានក្លាយជាគូប្រជែងបានប្រកួតប្រជែងជាមួយនឹងមូលធនបារាំងអាមេរិកជប៉ុននិងអង់គ្លេសរដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មថ្មីគឺក្រុមហ៊ុនអាហារ៉ុននេះអារ៉ុន Sonexim នេះរដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពីរទៀតគឺ Sodapa និង Sonagrim រដ្ឋាភិបាលបានកសាងរោងចក្រជាច្រើនដូចជារោងចក្រវិជ្ជាភ័ណ្ឌនៅកំពង់ចាមរោងចក្រក្តារប្រទេសនៃឥដ្ឋកែវនៅចកាដូរោងចក្រកណ្ដាស់នៅឆ្លងរោងចក្រស៊ីម៉ង់តអ្នកនរគ្នាយើងតកន្លែងនេះអញ្ចឹងរោងចក្រនេះរោងចក្រស៊ីម៉ង់រោងចក្រក្រចៅនៅដូងទាវរោងចក្រស្ករនៅកំពង់ត្រាញរោងចក្រស្រាបៀរនិងបំឡើងទឹកតើនៅព្រះសីហនុនិងចុងក្រោយគឺវិស័យវប្បធម៌រដ្ឋាភិបាលយកចិត្តទុកដាក់លើវិស័យសិក្សាធិការជាតិដោយបណ្ដុះបណ្ដាលគ្រូបង្រៀននិងការកសាងសាលារៀនចាប់ពីខំដល់សាកលវិទ្យាល័យនិងចុងក្រោយគឺលើកស្ទួយវិស័យកីឡាដោយមានការបណ្ដុះបណ្ដាលកីឡាករគ្រប់ខេត្តក្រុងនិងកសាងពហុកីឡដ្ឋានជាតិអូឡ িম্প ពិកគេដល់ទី100ឥឡូវយើងសំណួរទី7គឺចាប់តាំងពីហ្នឹងអ្នកនរចំពោះសំណួរទី8មួយទី9ចម្លើយវាដូចគ្នាព្រោះខ្ញុំបញ្ជាក់ពីខាងលើហើយឯងថាយកចឹងសំណួរទី8ទី9នេះមានចម្លើយដូចគ្នាអ្នកនរគ្នាដោយសារនយោបាយវិជាក្រិតមួយសង្គមរាស្ត្រនិយមនេះពីរហ្នឹងដើរទន្ទឹមគ្នាអញ្ចឹងមួយណាមានការដួលរលំក៏ដួលរលំទាំងពីរមូលហេតុក៏មូលហេតុតែមួយដែរអញ្ចឹងមូលហេតុដែលមានឲ្យការដួលរលំនៅនយោបាយវិជាក្រិតឬសង្គមនិយមនេះចាប់ផ្ដើមចេញពីរដ្ឋប្រហារឆ្នាំ1970ចឹងបើនៅថ្ងៃវិញគឺថ្ងៃ8មីនាអ្នកនរនេះចឹងមុនរដ្ឋប្រហារប្រទេសកម្ពុជាបានជួបវិបត្តិសង្គមសេដ្ឋកិច្ចនយោបាយយ៉ាងធ្ងន់ធ្ងរដែលមិនអាចដោះស្រាយចឹងវិបត្តិសង្គមមានដូចជាការបែកបាក់សាមគ្គីជាតិទៅតាមមនោគមវិជ្ជាដែលសាបព្រោះដោយអ្នកនយោបាយទាំងអស់គ្នាការនឹងបែងចែកជា3ប៉ាក់គឺខ្មែរក្រហមខ្មែរខៀវខ្មែរសឬក៏មានប៉ាក់ខ្មែរក្រហមពលពតខ្មែរខៀវខាងលន់នល់ដូចជាខាងឯងមកចាំអ្នកនរគ្នាគឺមានពលពតលន់នល់ហើយសម្ដេចនរោត្តមសីហនុ3ប៉ាក់អ្នកនរគ្នាហើយសង្គមជួបនៅអំពើពុករលួយពួកនិយមអាណាធិបតេយ្យអយុត្តិធម៌ចោរកម្មប្រជាជនរស់តាមព្រំដែនកម្ពុជាវៀតណាមរងការទម្លាក់គ្រាប់បែកហើយភាពចលាចលបាតកម្មកុបកម្មប្រឆាំងនឹងវត្តមាននៃកងទ័ពវៀតណាមកាន់តែច្រើនឡើងលើទឹកដីកម្ពុជាហើយចូលវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិញកម្ពុជាធ្លាក់ចុះយ៉ាងខ្លាំងងើបឡើងរួចដោយសារការធ្វើតូបនីយកម្មបានធ្វើឲ្យធនាគារឯកជនក្រុមហ៊ុនឯកជនត្រូវបានបិទទ្វារដល់ប្រជាជនអត់ការងារធ្វើចឹងទី2រដ្ឋបាត់បង់ប្រាក់ចំណូលដោយសារទំនិញផ្គត់ផ្គង់អំពើពុករលួយការបដិសេធជំនួយពីសហរដ្ឋអាមេរិកទី3ការចំណាយនិងចំណូលខ្វះតុល្យភាពទី
4 ទំនិញឡើងថ្លៃអតិផរណាកណ្ដាប់ប្រាក់អតិផរណាបានន័យថាលុយយើងចុះថោកអ្នកនរគ្នាបានន័យថារបស់$1 $4,000 តែមានការអតិផរណាឡើង$1យើងអត់បានដល់4,000ទេបានដល់3,000 2,000 5,000អីតាមនោះដែរហើយចុងក្រោយទៀតគឺការដឹកជញ្ជូនទៅរាំងស្ទះហើយវិបត្តិចុងក្រោយគឺនយោបាយឥទ្ធិពលនៃសង្គ្រាមត្រជាក់បានបណ្ដាលឲ្យកម្ពុជាអនុវត្តនយោបាយអព្យាក្រឹតមិនចំពីដៅលូកដៃចូលសង្គ្រាមវៀតណាមអ្នកនយោបាយខ្មែរបែកបាក់សហអង្គាសជាតិអ្នកនយោបាយខ្លះទៀតរៀបចំផែនការក្បត់សម្ដេចនរោត្តម សីហនុមានការផ្លាស់ប្ដូររដ្ឋាភិបាលញឹកញាប់ខ្មែរក្រហមពង្រឹងកម្លាំងនៅភូមិភាគឦសានឧត្តរពាយ័ព្យនិងវាយប្រហារលើសង្គមនិយមព្រមទាំងគ្រប់គ្រងទឹកដីបានមួយចំនួនរដ្ឋាភិបាលមិនអាចទប់ស្កាត់នឹងការបះបោររបស់ប្រជាជនដែលប្រឆាំងនឹងវត្តមានកងទ័ពវៀតណាមកាន់តែច្រើនឡើងលើទឹកដីកម្ពុជាជាមូលហេតុនាំបណ្ដាលឲ្យមានរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តម សីហនុពីប្រមុខរដ្ឋនាថ្ងៃទី18មីនា 1970ចឹងអ្នកនរគ្នានឹងចម្លើយពីទី8ទី9តាមមួយទេចឹងចម្លើយចុងក្រោយគេហេតុអ្វីបានជាគេនិយាយថាប្រទេសកម្ពុជាមានសម័យសង្គមរាស្ត្រនិយមជាកោះសន្តិភាពចឹងប្រទេសកម្ពុជាមានសម័យសង្គមរាស្ត្រនិយមជាកោះសន្តិភាពពាក្យសន្តិភាពមានន័យថាគ្មានបរិយាកាសហិង្សាប្រទេសមួយប្រកបដោយសេចក្តីសុខគ្មានអសន្តិសុខពលរដ្ឋម្នាក់មានសេចក្តីសុខទាំងកាយនិងសុខភាពផ្លូវចិត្តគ្មានអារម្មណ៍ភ័យខ្លាចថាកើតមានសង្គ្រាមឡើងឡើយរដ្ឋមួយមានការគោរពសិទ្ធិមនុស្សបរិបូរណ៍គ្មានពលគ្មានចំនួនរវាងក្រុមមួយនិងក្រុមមួយទៀតសហគមន៍មួយនិងសហគមន៍មួយទៀតចំណែកកោះសន្តិភាពមានន័យថាប្រទេសមួយដែលរួចផុតពីភ្លើងសង្គ្រាមខណៈពេលដែលប្រទេសជុំវិញនៅក្នុងតំបន់កំពុងឆេះឆាប់ដោយភ្លើងសង្គ្រាមកម្ពុជាជាកោះសន្តិភាពនៅសម័យសង្គមរាស្ត្រនិយមព្រោះកម្ពុជាអាចរួចផុតពីការទទួលយកមនោគមវិជ្ជាសេរីនិងកុម្មុយនីសរយៈពេល15ឆ្នាំកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនាថ្ងៃទី14ក្នុង1955កម្ពុជាក្លាយជាសមាជិកអង្គការស្ថាប័នអន្តរជាតិនានាកម្ពុជាមានទំនាក់ទំនងជាមួយអន្តរជាតិជាមួយប្រទេសក្នុងតំបន់និងអន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយសេដ្ឋកិច្ចនិងសង្គមកម្ពុជាអាចទាក់ទាញវិនិយោគិនទេសចរមកកម្ពុជាស្ថិតក្នុងសន្តិភាពខណៈពេលប្រទេសវៀតណាមស្ថិតក្នុងភ្លើងសង្គ្រាមទីក្រុងកម្ពុជាជាទីក្រុងដែលមានការពាណិជ្ជកម្មខណៈពេលដែលទីក្រុងហាណូយនិងបាងកកជាទីក្រុងអាណាធិបតេយ្យវិស័យអប់រំមានការរីកចម្រើនបានតិចណាស់ដល់នេះកម្ពុជាមានវេលាក្នុងការអភិវឌ្ឍវិស័យដូចជាសុខាភិបាល sorry នេះដូចជាសុខាភិបាលកសិកម្មសិប្បកម្មនិងឧស្សាហកម្មចុងក្រោយអ្នកនរគ្នាចឹងសំណួរយើងបានមកដល់ទីបញ្ចប់ហើយទាំងអស់គ្នាចឹងបាក់រត់ចិត្តមកដល់ដែរខែ8ឥឡូវនេះខែ6ខែ20ជាងហើយយើងសល់រយៈពេល1ខែជាងទៀតខ្ញុំមិនដឹងថាខ្ញុំធ្វើតន់មានផ្សេងទៀតអត់ទេអ្នកនរគ្នាប៉ុន្តែខ្ញុំខំប្រឹងតន់ទាំងអស់ចឹងខាងក្រោយមានតែបាយតអ្នកនរគ្នា